ត្រូវប្រយ័ត្នប្រយែងក្នុងរឿងខ្សែគប់នឹងឯងជីវិតយើងរស់នៅយ៉ាងម៉េចវាតេតួងទៅនឹងមនុស្សដែលយើងខ្សែគប់ហ្នឹងយើងចូលចិត្តមនុស្សបែបម៉េចអ្នកដទៃក៏គេមើលដឹងជីវិតយើងក៏មើលដឹងជីវិតអ្នកដទៃហ្នឹងតើអ្នកនឹងចូលចិត្តមនុស្សបែបម៉េចហ្នឹងហើយមិនបាច់ប្រាប់អំពីចំណូលចូលចិត្តអធិស្ឋានខ្លួនគាត់ទេប្រាប់តែមនុស្សដែលគាត់ចូលចិត្តមកក៏យើងដឹងបានហើយព្រោះអាហ្នឹងចូលចិត្តម៉េចទៅអញ្ចឹងជាមួយគ្នាហ្នឹងឯងប្រព្រឹត្តទៅតាមរុយទៅជួបធុងសារាមទៅប្រព្រឹត្តទៅតាមឃ្មុំទៅជួបគេសផ្កាទៅហ្នឹងឯងហ្នឹងគឺតេតួងទៅនឹងការដែលវាចាហ្នឹងឯងនៅបុគ្គលពេលងងខ្លៅហ្នឹងគឺបានន័យថាមិនខ្សែគប់អាសេវនាចាក់ពេលលានាងហើយបណ្ឌិតានញ្ញសេវនាយើងមានបត្រៃបៃដកជាគោលហើយហ្នឹងហើយយើងសិក្សាខ្លួនយើងផងបើមិនអញ្ចឹងយើងអត់ដឹងថាបត្រៃបៃដកសំដែងពិតប្រកបថាម៉េចទេហ្នឹងហើយអ្នកដទៃថាអូព្រះពុទ្ធសំដែងចេះយើងឮថាព្រះពុទ្ធសំដែងយើងចេះជឿទៅហ្នឹងមើលមនុស្សវាមានបោកប្រាស់វាមានបន្លំអីសពគ្រប់មានអំនួតអួតអាងអីចឹងហ្នឹងឯងបើតើតែយើងបានអានបានសិក្សាក្នុងត្រៃបិដកក្នុងព្រះអត្ថកថានឹងចឹងទៅគ្រាន់តែថាយើងវាមិនអាចយល់សពគ្រប់ចឹងយើងស្ដាប់ទៅយើងសិក្សាទៅយើងសន្ទនាទៅយកអត្ថយកសេចក្តីទៅធ្វើឲ្យយើងបានភ្លឺស្វាងយល់ដឹងទៀងទាត់កន្លែងនេះកន្លែងនោះអីនឹងចឹងទៅហ្នឹងឯងមិនមែនចេះតែជឿទេមានបញ្ញាល្មមឲ្យយើងយល់បានក្នុងពុទ្ធសាសនាហ្នឹងព្រឹត្តទៅដែលយើងដឹងសិលសមាធិបញ្ញាហ្នឹងជាគោលហើយក្នុងដំណើររួចផុតចាកទុក្ខហ្នឹងក្រៅពីសិលសមាធិបញ្ញាធ្វើមកចូលមកត្រឹមត្រូវបាននៅក្នុងគោលនៃសិក្ខានុត្តរិយៈហ្នឹងយើងដឹងអញ្ចឹងហ្នឹងហើយគ្រាន់តែយើងសិក្សាថាសិលអីខ្លះអញ្ចឹងទៅក៏ហោះបព្វជិតអញ្ចឹងណាសមាធិយើងក៏សិក្សាបែបសមាធិក្នុងវិសុទ្ធិមគ្គទៅវិបស្សនាបញ្ញានិទេសទៅអីត្រៃបិដកទៅយើងរៀនទៅនឹងយើងខ្សែគប់ជាមួយនឹងអ្នកដែលមានអធិស្ស្រ័យចូលចិត្តត្រៃបិដកហ្នឹងឯងបណ្ឌិតានញ្ញសេវនាហើយហ្នឹងឯងយើងធម្មំសរណង្កិច្ឆាមិហ្នឹងឯងអ្នកដែលចូលចិត្តគោរពបប្រតិបត្តិតាមបត្រៃបិដកហ្នឹងយើងខ្សែគប់ទៅហ្នឹងឯងគឺបានន័យថាយើងខ្សែគប់មួយបត្រៃបិដកហ្នឹងឯងគាត់ថាជាបុគ្គលមិនមែនតួសិភៅទេប៉ុន្តែអ្នកដែលសិក្សាបត្រៃបិដកហ្នឹងគោរពឲ្យតម្លៃប្រព្រឹត្តបប្រតិបត្តិតាមបត្រៃបិដកហ្នឹងយើងក្នុងការខ្សែគប់ហ្នឹងជាមង្គលដ៏ឧត្តមហើយត្រឹមត្រូវក្នុងមង្គល38ហ្នឹងយើងត្រូវឲ្យច្បាស់ណា38ហ្នឹងត្រូវដឹងព្រះពុទ្ធអង្គសម្ដែងមិនងាយបានដឹងទេវតាប្រអិនស្វែងរកមង្គលហ្នឹងប្រហែលឆ្នាំអត់ឃើញទេតើតែបានមកទូលសួរព្រះពុទ្ធអង្គជារតនៈដ៏មានតម្លៃហ្នឹងហើយយើងសិតតែប្រាថ្នាមង្គលសិរីសួស្តីហើយកុំគិតថាយើងនឹងគ្រាន់បើជាងព្រះពុទ្ធអង្គណាមង្គលយ៉ាងនេះមង្គលយ៉ាងនោះទៅពីទៅផ្ទះស្អីហ្នឹងគឺសៅมองបត្រៃណគុំហ្នឹងឯងទៅគោរពពុទ្ធាំងសរណង្កិច្ឆាមិធម្មំសរណង្កិច្ឆាមិសង្ឃំសរណង្កិច្ឆាមិហ្នឹងថាបើយើងដឹងច្បាស់មង្គល38ហ្នឹងមង្គលសិរីសួស្តីហ្នឹង
ហ្នឹងហើយហើយយើងប្រព្រឹត្តបរិបត្តិតាមហ្នឹងត្រឹមត្រូវហ្នឹងហើយហើយអញ្ចឹងយើងដឹងមង្គលភ័ព្វអើលភ័ព្វអើលគឺបានន័យថាវិសមៈហេតុហ្នឹងឯងវិសមៈប្រែទៅវាអត់ស្មើវិសមៈហេតុតិថិហ្នឹងបានន័យថាហេតុផលវាអត់ត្រូវគ្នាហ្នឹងឯងវាអត់ត្រូវដូចថាធ្វើអីទៅបានមង្គលបានសួស្ដីប៉ុន្តែវាអត់មែនជាមង្គល38ទេតែពីតពះហ្នឹងឯងអាហ្នឹងហេតុផលវាអត់ត្រឹមត្រូវបើយើងដឹងមង្គល38ទៅយើងដឹងអាមង្គលភ័ព្វអើលហើយឲ្យតែវាអត់មែនជាហេតុផលហើយក្នុងមង្គល38ហ្នឹងប្រមូលសរុបមកហ្នឹងគឺនៅក្នុងបញ្ញកិរិយាវត្ថុ10យើងរៀនក្នុងវត្ថុដែលសម្រាប់ជាបុណ្យជាតួបុណ្យបាននាំឲ្យមានផលដែលជាមង្គលសិរីសួស្ដីហ្នឹងនៅក្នុងបញ្ញកិរិយាវត្ថុដោយទានដោយសិលដោយភាវនាហើយទានហ្នឹងមានបត្តទានបត្តានុមោទនីហ្នឹងឯងចូលមកទៀតទៅហើយសិលហ្នឹងមានអបជាយណៈវិយាបច្ចៈចូលមកទៀតមកហើយភាវនាគឺធម្មទេសនាធម្មសវណៈចូលមកទៀតមកបាន9ហើយនៅទិដ្ឋជុកម្មៈណាទិដ្ឋិដែលយល់ត្រង់ហេតុផលហ្នឹងយល់ត្រឹមត្រូវក្នុងហេតុផលហ្នឹងជាតួបញ្ញាជាគម្រប់10ហើយហ្នឹងប្រព្រឹត្តទៅក្នុង10មុខហ្នឹងដែលនាំមកនៅផលទាំងក្នុងបច្ចុប្បន្នក៏អនិវច្ចសុខដែលសុខក្នុងការងារប្រសិជ្ជៈទោសបើយើងយល់ហេតុផលទៅគឺយើងយកចិត្តទុកដាក់ជាមួយការងារហើយហ្នឹងឯងព្រោះការងារហ្នឹងដូចថាក្នុងលទ្ធិសាសនាដទៃបន់ស្រន់បួងសួងសូមព្រះជាម្ចាស់ជួយអញ្ចឹងណាតែដល់ទៅយើងយល់ដឹងក្នុងហេតុផលទៅគឺព្រះជាម្ចាស់របស់យើងហ្នឹងគឺការងារហ្នឹងឯងហ្នឹងត្រង់ដែលថាសូមឲ្យព្រះជាម្ចាស់ជួយយើងហ្នឹងណាយើងវាច្បាស់ទៅគឺមានតែយើងធ្វើការងារហ្នឹងឯងចឹងដោយការមិនខ្ជិលហ្នឹងតែហ្មងចឹង